សៀមដែលចោតនៅចិត្តខាងក្រពែលតែខ្លួនឯងដើម្បីរឿងអាក្រក់ស្ទើររាល់ថ្ងៃអស់ពីចាញ់បោកទៅរ៉េនខ្ចី$10,000ពេលនេះទូតចិននៅបាងកកប្រមានបរដ្ឋខ្លួនកុំឲ្យទៅថៃបើមិនចង់ជួបរងធំមួយនេះតែសចរចិនធ្លាក់ចុះភ្លាមរបបនៃបាត់ល្មើសអ ுக ្រិតកម្មនិងល្បិចកលបោកប្រាស់នៅក្នុងប្រទេសថៃកំពុងតែរីករាលដាលយ៉ាងសាហាវដែលបង្កជាហានិភ័យខ្ពស់ទៅដល់សន្តិសុខនៅក្នុងតំបន់ស្របពេលដែលមហាជននិងអាជីវករចិនកំពុងតែខឹងសម្បាយ៉ាងខ្លាំងចំវិញទៅនឹងករណីទុច្ចរិតថៃលួចបន្លំកាត់ទ្រេនខ្ចីមកលក់បោកប្រាស់បន្លំផ្នែកអ្នកចំនួនចិនកាប់លុយ$10,000មិនទាន់ទាំងបាត់ក្តៅក្រហាយផងស្រាប់តែនៅថ្ងៃទី17-18 ខែឧសភា2026នេះក៏មានការផ្ទុះរឿងអាស្រូវដុតធំមួយទៀតដោយស្ថានទូតចិនប្រចាំទីក្រុងបាងកកបានចេញសេចក្តីថ្លែងការណ៍ព្រមានអាសន្នក្តៅកកុកនិងម៉ឺងម៉ាត់បំផុតទៅកាន់ប្រជាជនចិននិងទូទាំងពិភពលោកឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពីល្បិចកលអន្តរការងារប្រាក់ខែខ្ពស់លើទឹកដីថៃដែលអាចនាំឲ្យបាត់ខ្លួនឬក៏ត្រូវឃុំខ្លួនធ្វើទរណកម្មដោយខុសច្បាប់ការចេញមកព្រមានចាំពីសំណាក់មហាអំណាចចិនទៅលើប្រព័ន្ធសន្តិសុខដ៏ធូររលុងរបស់ថៃលើកនេះត្រូវបានអ្នកវិភាគលាតត្រដាងយ៉ាងស៊ីជម្រៅបំផុតយ៉ាងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ស្ថានទូតចិនប្រចាំប្រទេសថៃបានលាតត្រដាងថាមួយរយៈចុងក្រោយនេះនាយកដ្ឋានកុងស៊ុលចិនបានទទួលពាក្យបណ្ដឹងនិងសំណើសុំជំនួយសង្គ្រោះបន្ទាន់ជាច្រើនករណីពីសំណាក់ក្រុមគ្រួសាររបស់ពលរដ្ឋចិនដែលបានចាញ់បោកការផ្សព្វផ្សាយពាណិជ្ជកម្មការងារคล้ายៗតាមអ៊ីនធឺណិតល្បិចកលបំពុលដែលក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសថៃយកមកប្រើប្រាស់រួមមានការផ្សព្វផ្សាយពាណិជ្ជកម្មធានាផ្ដល់ការងារងាយស្រួលបង្ហាញពីប្រាក់ខែខ្ពស់កប់ពពកព្រមទាំងផ្ដល់នូវសម្បត្តិយន្តហោះឥតគិតថ្លៃនិងកន្លែងស្នាក់នៅលំដាប់កាយប្រកបជូនដោយឥតគិតថ្លៃនៅពេលដែលជនរងគ្រោះជនជាតិចិនជឿស្លុងហោះហើរមកដល់ប្រទេសថៃពួកគេនឹងត្រូវបានក្រុមបណ្ដាញឧក្រិដ្ឋជនចាប់បង្រាត់បំបត្តិដានបញ្ជូនទៅកាន់តំបន់ដាច់ស្រយាលឬក៏បង្ខាំងទុកដោយខុសច្បាប់នៅក្នុងទឹកដីថៃនិងតំបន់ព្រំដែនដើម្បីបង្ខំឲ្យធ្វើការងារខុសច្បាប់ដូចជាបណ្ដាញ call center បោកប្រាស់ឬក៏ចម្រិតទារប្រាក់ពីក្រុមគ្រួសារបើមិនព្រមធ្វើតាមនិងធ្វើទរណកម្មយ៉ាងប្រៃផ្សៃការប្រកាសព្រមានរបស់ស្ថានទូតចិនចំពេលដែលរឿងអាស្រូវទ្រេនខ្ចីកំពុងតែឆេះររៀលគឺជាដាវពីមុខដែលចាក់ទម្លុះកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃឲ្យដុនដាបខ្លាំងមហាជនបានមើលឃើញថាមិនថាឡើយតែវិស័យពាណិជ្ជកម្មដែលថៃលក់ទ្រេនខ្ចីបើកយកលុយពីចិនសូម្បីតែវិស័យការងារនិងសន្តិសុខសង្គមក៏ប្រទេសថៃកំពុងក្លាយទៅជាជំរកនិងជាតំបន់ឆ្លងកាត់នៃក្រុមឧក្រិដ្ឋជនជួញដូរមនុស្សនិងក្រុមម៉ាហ្វៀស្បែកខ្មៅនិងស្បែកសផងដែរស្ថានទូតចិនបានក៏បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថានៅលើលោកនេះមិនមានការងារណាដែលងាយស្រួលប្រាក់ខែខ្ពស់ដោយគ្មានហានិភ័យនោះឡើយការរំលឹកនេះស្មើទៅនឹងការប្រមានទៅដល់ប្រជាជនចិននិងអ្នកទេសចរទាំងអស់ឲ្យផ្អាកឬក៏កាត់ឡើងវិញមុននឹងសម្រេចចិត្តជន់ដីថៃប្រព័ន្ធច្បាប់និងការការពារសុវត្ថិភាពជនបរទេសនៅថៃកំពុងតែស្ថិតនៅក្នុងភាពធូររលុងនិងគ្រោះថ្នាក់បំផុតស្ថានទូតចិនក៏បានបញ្ជាក់បន្ថែមជាផ្លូវការថារាល់ពេលដែលប្រជាជនចិនធ្វើដំណើរមកប្រទេសថៃទោះនៅក្នុងគោលបំណងធ្វើការឬក៏សិក្សាត្រូវតែមានតតកាស្របច្បាប់ត្រឹមត្រូវនិងឆ្លងកាត់ពីក្រសួងការងារស្របច្បាប់ការលួចមកទៅតាមតតកាទេសចររួចមកលបលួចធ្វើការគឺប្រឈមមុខទៅនឹងការស្នាក់នៅខុសច្បាប់និងងាយធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ក្រុមឈ្មួញជួញដូរមនុស្សយ៉ាងងាយស្រួលបំផុតអ្នកវិភាគលើកឡើងថាយុទ្ធនាការអប់រំនិងប្រមានខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំងលើកនេះនឹងធ្វើឲ្យវិស័យទេសចរនិងរូបភាពវិនិយោគរបស់ថៃមានការធ្លាក់ដល់បាតព្រោះកាលណាទីក្រុងបាងកកលែងមានសុវត្ថិភាពសម្រាប់ជនជាតិចិននោះប្រភពចំណូលរាប់ពាន់លានដុល្លាររបស់ថៃនឹងត្រូវកាត់ផ្តាច់ភ្លាមសូមបញ្ជាក់ថារឿងរ៉ាវល្បិចកលកាត់ទុរេនខ្ចីបោកប្រាស់អ្នកទិញចិនលេីឡំជាមួយនឹងល្បិចបោកបរតចិនទៅចាប់ចម្រិតសម្រាប់ខុសច្បាប់នៅប្រទេសថៃនាពេលកណ្ដាលខែឧសភាឆ្នាំ2026នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតនៃវិបត្តិសន្តិសុខសង្គមរបស់ថៃប្រទេសថៃកំពុងតែបាត់បង់ម្ចាស់ការនៅក្នុងការគ្រប់គ្រងបាត់ល្មើសរហូតដល់ថ្នាក់ស្ថានទូតបរទេសត្រូវចេញមុខមកការពារពលរដ្ឋរបស់ខ្លួននេះគឺជាមេរៀនដ៏មានតម្លៃនិងជាការដាស់តឿនទៅដល់ប្រជាពលរដ្ឋខ្មែររបស់យើងផងដែរឲ្យដឹងច្បាស់ពីល្បិចកលបោកប្រាស់ប្រាក់ខែខ្ពស់ពីក្រៅប្រទេសហើយក៏ជាឱកាសបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាគឺជាដែនដីដែលមានសុវត្ថិភាពនិងភាពស្មោះត្រង់នៅក្នុងរបបរុស្ស៊ីដោយស្រឡះពីប្រទេសជិតខាងដែលសម្បូរទៅដោយល្បិចកលអគតិនិងគ្រោះថ្នាក់គ្រប់វិនាទី